ធ្លាប់អត់បើប្រាក់ខែមកអត់ទាន់បានប្រហែលថ្ងៃផងសម្រាប់តែអស់លុយអលេងបើចំណាយចេះតែលើចំណូលទិញរបស់របរដែលអត់សូវចាំបាច់ហើយងាកមកមើលលុយសន្សំវិញគឺសូន្យហ្មងអញ្ចឹងគិតទៅយើងខំធ្វើការ8ម៉ោងក្នុងមួយថ្ងៃពេលខ្លះអត់នឿយចង់ងាប់ហើយប៉ុន្តែសួរថាហេតុអីបានជាចុងខែអត់មានសល់អីសោះតើយើងកំពុងគ្រប់គ្រងលុយឬបន្តឲ្យលុយនឹងចំណង់ជាអ្នកគ្រប់គ្រងជីវិតរបស់យើងបញ្ហាមិនមែនស្ថិតនៅត្រង់ថាយើងរកបានតិចឬក៏យើងរកបានច្រើនទេបញ្ហាគឺត្រង់ថាយើងខ្វះភាពឆ្លាតវៃក្នុងការចាយវាតែភាសាអង់គ្លេសហៅថា smart money និងការឲ្យតម្លៃលើកម្លាំងញើសឈាមខ្លួនឯងអាហ្នឹងគឺជាបញ្ហាដែលមនុស្សភាគច្រើនជួបប្រទះណាសូម្បីតែខ្ញុំអាការដែលយើងរកលុយបានតិចហ្នឹងគឺជាបញ្ហាមួយហើយប៉ុន្តែបើយើងរកលុយបានតិចហើយយើងខ្វះបច្ចេកទេសក្នុងការគ្រប់គ្រងទៀតវាកាន់តែធ្វើឲ្យជីវិតរបស់យើងវិតងាអញ្ចឹងថ្ងៃហ្នឹងយើងមករៀនពីវិធីដាស់តឿនខ្លួនឯងនិងចាប់ផ្ដើមទម្លាប់ការចាយវាឆ្លាតវៃជាមួយវិធីសាមញ្ញទី1គឺការយកឈ្នះចិត្តខ្លួនឯងរៀនយកឈ្នះចិត្តខ្លួនឯងតាមរយៈច្បាប់24ម៉ោងពេលដែលយើងចង់បានរបស់អ្វីមួយដែលវាមិនមែនជាតម្រូវការចាំបាច់យើងកុំទាន់ទិញវាភ្លាមទុកពេលឲ្យខ្លួនឯងមួយថ្ងៃទៅបើសិនបើស្អែកឡើងយើងលែងមានអារម្មណ៍ថាចង់បានវាមានន័យថាយើងកំពុងតែសង្គ្រោះលុយរបស់យើងហើយការទិញរបស់ប្រើដោយអារម្មណ៍ពេលខ្លះវាអត់ចាំបាច់ទេតែបើសិនជាយើងបន្តតាមអារម្មណ៍អាហ្នឹងគឺអស់លុយហើយទី2គឺការធ្វើម្ហូបញ៉ាំខ្លួនឯងអញ្ចឹងរៀនធ្វើម្ហូបញ៉ាំខ្លួនឯងម្ដងម្កាលទៅទទួលស្គាល់ថាការទិញគេគឺវាលឿនវាងាយស្រួលតែកុំភ្លេចថាការធ្វើខ្លួនឯងគឺជាការទិញសុខភាពនិងការសន្សំសំចៃមួយដែរត្រឹមតែការធ្វើម្ហូបខ្លួនឯងមកពេលវាអាចសន្សំបានលុយដែលយើងអាចយកទៅប្រើសម្រាប់ចំណែកនៅលើអីផ្សេងទៀតថ្ងៃក្រោយបាទចុះបើសិនជាយើងធ្វើខ្លួនឯងហត់គិតមិនដែរទី3គឺប្រែក្លាយសម្រាមឲ្យទៅជាទ្រព្យលុបរបស់ចាស់របស់របរចាស់ណាដែលក៏ទុកចោលប្រើលែងកើតយកវាទៅលក់ចេញទៅវាមិនត្រឹមតែបានលុយមកវិញទេតែវាជួយលាងសម្អាតចិត្តរបស់យើងនិងកន្លែងរបស់យើងនឹងឲ្យស្លាស់ល្អដើម្បីអាចទទួលយកធម៌ពលថ្មីបានប្រសើរទី4កុំមើលរំលងចំណុចតូចកាហ្វេមួយកែវនំម្ដុំឬក៏ភេសជ្ជៈមួយកែវវាថោកមើលទៅអត់សូវថ្លៃមែនទេយូរម្ដងយើងញ៉ាំយូរម្ដងវាផ្សេងតែបើរងថ្ងៃក៏វាអត់ល្អសម្រាប់សុខភាពដែរក៏ប៉ុន្តែទម្លាប់តូចហ្នឹងញ៉ាំអីផ្ដេសផ្ដាស់ជាប្រចាំហ្នឹងបើយើងបូកវាពេញមួយជីវិតទៅវាច្រើនដែរព្រោះអាចមានតម្លៃស្មើនឹងផ្ទះមួយល្វែងក៏ថាដែរអញ្ចឹងយើងសាកត់អ្វីដែលយើងបានចំណាយវាហ្នឹងប្រចាំថ្ងៃទៅហើយមួយខែម្ដងយើងសាកបូកសរុបមើលវាទៅហើយសួរថាតើរឿងទាំងអស់ហ្នឹងវាចាំបាច់សម្រាប់យើងអត់បើគិតថាវាអត់ចាំបាច់ទេគួរតែកាត់បន្ថយទៅប៉ុន្តែបើវាចាំបាច់អាហ្នឹងក៏បន្តទៅបើសិនជាសុខភាពរបស់យើងត្រូវការណាប៉ុន្តែសម្រាប់ខ្ញុំនោះក៏ចប់ហើយអញ្ចឹងវាមិនមែនជារឿងដែលចាំបាច់ប្រហែលទេចំណុចទី5សំលុយឬក៏បងលុយឲ្យខ្លួនឯងមុនគេអញ្ចឹងអ្នកនរគ្នាអ្វីដែលត្រូវរៀនគឺ pay yourself first មានថាបងលុយឲ្យខ្លួនឯងមុនគេអញ្ចឹងពេលប្រាក់ខែចូលភ្លាមត្រូវដកលុយមកកញ្ចប់ដាក់ចូលមិនសមភ្លាមមុននឹងយកវាទៅចាយការធ្វើរបៀបហ្នឹងមិនជាការដាក់កម្រិតខ្លួនឯងទេតែវាជាការធានាថាអនាគតរបស់យើងវាមានសុវត្ថិភាពព្រោះកាលណាចាយឲ្យបានសមមិនដឹងថាសល់លុយបានសមអត់ទេអញ្ចឹងយើងគួរតែដកមុនសិនចាំយើងចាយតាមក្រោយទី6 cancel subscription អញ្ចឹងបើអ្នកនរគ្នាប្រើ Google ប្រើ Play Store ប្រើកម្មវិធីផ្សេងអញ្ចឹងអាសាចូលទៅឆែកមើល subscription របស់អ្នកនរគ្នាផងបើទេថា Netflix YouTube ឬក៏ game ឬក៏ app ផ្សេងដែលត្រូវចំណាយលុយអញ្ចឹងព្រោះថាសេវាកម្មទាំងអស់ហ្នឹងគឺយើងត្រូវបង់លុយឲ្យគេរាល់ខែ
ទោះបីជាយើងប្រើតែយើង subscription ដល់ខែគឺត្រូវតែបង់ហើយអញ្ចឹងអាសាចូលមើលផងបើសិនជាអត់ប្រើទេផ្ដាច់វាចោលទៅគឺវាអត់ប្រយោជន៍ទេអញ្ចឹងអាហ្នឹងវាប្រៀបដូចជាកាទៀដែលស៊ីឈើប្រទេសអញ្ចឹងវាស៊ីម្ដងតិចប៉ុន្តែស៊ីយូរទៅអត់លំអញ្ចឹងលុបវាចោលទៅកុំឲ្យលុយរបស់យើងហូរចេញដល់អត់ប្រយោជន៍អញ្ចឹងការចាយលុយអ្នកណាក៏ចេះដែរប៉ុន្តែការចាយលុយបែបឆ្លាតវៃឬក៏គេហៅថា smart money ហ្នឹងគឺជារឿងសំខាន់បើយើងចេះតែរកតែអត់ចេះទុកវាដូចហាក់បីដូចជាយើងរត់នៅលើកង់វិលមួយចឹងរត់ចុះឡើងគឺនៅតែកន្លែងដដែលទេអញ្ចឹងយើងចាប់ផ្ដើមដាក់វិន័យខ្លួនឯងមួយទៅចាប់ពីថ្ងៃនេះតទៅដើម្បីកុំឲ្យយើងមានការស្ដាយក្រោយនៅថ្ងៃអនាគតយើងត្រូវចាំថាអ្នកមានគេមិនមែនមានប្រុសចាយទេតែគេមានព្រោះគេចេះគ្រប់គ្រងលុយអរគុណអ្នកទាំងគ្នាដែលបានចំណាយពេលវេលាស្ដាប់វីដេអូរបស់ខ្ញុំហើយអ្នកទាំងគ្នាយល់យ៉ាងណាដែរចំពោះ topic មួយហ្នឹងហើយយល់ថាចំណុចណាដែលពិបាកធ្វើជាងគេអាច comment ខាងក្រោមហើយយើងនឹងរកដំណោះស្រាយជាមួយគ្នានិងកុំភ្លេចចុច subscribe channel YouTube និង follow Facebook TikTok របស់ខ្ញុំម្នាក់មួយផងអរគុណ